រៀបសួរបងប្អូនទាំងអស់គ្នារយៈពេលចុងក្រោយនេះគឺប្រទេសកម្ពុជាយើងគឺមានស្ថានភាពមិនល្អប្រហែលទេទី1គឺយើងនៅមានសង្គ្រាមជាមួយនឹងប្រទេសជិតខាងទី2គឺថ្មីនេះគឺយើងមានការចែករំលែកព័ត៌មានជាច្រើនទៅកាន់ប្រទេសធំអំពីបទឧក្រិដ្ឋអនឡាញដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាយើងដែរហើយទី3ការចែកព័ត៌មានមិនល្អទៅអំពីប្រទេសកម្ពុជាយើងប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាកុំបាក់ទឹកចិត្តកុំអស់សង្ឃឹមពួកយើងនៅតែជាប្រជាជនដែលល្អដែលពិភពលោកគេតែងតែល្បីថាប្រទេសប្រជាជនកម្ពុជាតែងតែមានភាពរួសរាយរាក់ទាក់ចេះចែករំលែកហើយនឹងចេះជួយគ្នាទៅវិញទៅមកហើយយើងមានវប្បធម៌ដ៏ល្អដ៏ផូរផង់ធ្វើបាត់តែប្រទេសយើងនៅតូចមែនប៉ុន្តែភាគច្រើនជនបរទេសដែលគេបានទៅលេងប្រទេសកម្ពុជាយើងហើយគេចង់ទៅម្ដងទៀតដោយសារតែប្រជាជនយើងមានភាពរួសរាយរាក់ទាក់អញ្ចឹងហើយសូមឲ្យប្រជាជនសូមឲ្យបងប្អូននៅតែបន្តធ្វើកិច្ចការទាំងអស់នេះថ្ងៃណាមួយប្រទេសរបស់យើងនឹងមានស្ថានភាពប្រសើរឡើងតាមរយៈប្រជាជននិងវប្បធម៌របស់យើងដោយសារតែការចែករំលែកនៅព័ត៌មានល្អទៅដល់កាន់អ្នកដទៃហើយអ្នកដទៃដែលគេបានមកលេងនៅប្រទេសរបស់យើងគេនឹងយល់ឃើញថាតើប្រទេសយើងជាប្រទេសបែបណាអរគុណច្រើនបងប្អូនទាំងអស់គ្នា